តារាចម្រៀងណប់បាយរិទ្ធបាននិយាយចំបែបនេះក្រោយពីមហាជនជាច្រើនមានការស្រឡាំងកាំងជាខ្លាំងក្រោយពីតារាចម្រៀងណប់បាយរិទ្ធបានបង្ហោះសារចាក់ដោតមួយដោយនៅក្នុងនោះគាត់បាននិយាយចំថាស្រឡាញ់បំផុតត្រង់ស្រោចសួនភ្លាមមេឃក៏ភ្លៀងមកភ្លាមបងប្អូនដឹងហើយថាតារាចម្រៀងណប់បាយរិទ្ធគឺជាតារាចម្រៀងជើងចាស់ដ៏ល្បីមួយរូបកាលពីជំនាន់មុនហើយនាពេលបច្ចុប្បន្ននេះលោកក៏កំពុងតែល្បីខ្លាំងនិងសុសសាយពាសពេញបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជាផងដែរលោកណប់បាយរិទ្ធបានមានការហួសចិត្តយ៉ាងខ្លាំងក្រោយពីគាត់បានស្រោចដំណាំផ្ការបស់គាត់នឹងបាននៅមុខផ្ទះបងប្អូនគ្នាបន្ទាប់ពីគាត់ស្រោចដំណាំផ្កានោះរួចស្រាប់តែមេឃភ្លៀងមកតែម្ដងអញ្ចឹងធ្វើឲ្យគាត់មានការហួសចិត្តនិងស្រឡាំងកាំងខ្លាំងមែនទែនក្រោយពីគាត់ចំណាយទឹកយ៉ាងច្រើនដើម្បីស្រោចផ្កាគាត់តែស្រោចឲ្យបាន2នាទីស្រាប់តែភ្លៀងមកអញ្ចឹងទេគាត់ហួសចិត្តខ្លាំងមែនទែនហើយគាត់ក៏បានសរសេរបាននៅលើបណ្ដាញសង្គមហើយមិត្តភ័ក្តិក៏ដូចជាបងប្អូនអ្នកលេងបណ្ដាញសង្គមជាច្រើនក៏បានចូលទៅខមមិនថាវាហួសពេលហើយលោកណប់បាយរិទ្ធអើយដោយសារតែមេឃភ្លៀងហើយយើងមកស្រោចផ្កាមុនមេឃភ្លៀងអញ្ចឹងបងប្អូនអញ្ចឹងទេបងប្អូនកុំភ្លេចជួយ comment និង share វីដេអូនេះម្នាក់មួយបាទសូមអរគុណ